នេះគឺជាប្រទេសដែលផ្ដល់ប្រាក់ខែខ្ពស់បំផុតមួយក្នុងចំណោមប្រទេសអ្នកមានផ្សេងៗជាច្រើនទៀតដែលសូម្បីតែបុគ្គលិកអនាម័យឬក៏កម្មករធ្វើការដោយប្រើកម្លាំងក៏អាចរកបានប្រហែលជា$3,500ក្នុងមួយខែដែរហើយបើមានជំនាញកាន់តែខ្ពស់បទពិសោធន៍កាន់តែច្រើនអាចរកចំណូលបានរហូតដល់ទៅ$17,000ក្នុងមួយខែប្រទេសនេះធ្លាប់ជាបងធំនៅលើពិភពលោកមួយនិងជាប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតនាពេលបច្ចុប្បន្នផងដែរប្រទេសនេះអាចជាក្តីស្រមៃសម្រាប់មនុស្សជាច្រើនសាកទីមើលតើប្រទេសមួយនោះឈ្មោះអ្វីអាល្លឺម៉ង់ចាប់ផ្ដើមនៃសាច់រឿងគឺយើងត្រូវគិតពីឧបសគ្គនិងការតស៊ូជាមុនសិនទោះបីជាលុយច្រើនមែនប៉ុន្តែជីវិតនៅអាល្លឺម៉ង់មិនស្រួលដូចក្នុងរឿងភាគទេឧបសគ្គដំបូងគេដែលបងប្អូនត្រូវជួបគឺរនាំងភាសាបើមិនចេះភាសាអាល្លឺម៉ង់ទេក្តីស្រមៃប្រាក់ខែរាប់ពាន់ដុល្លារនឹងក្លាយជាសូន្យម្យ៉ាងទៀតជនជាតិអាល្លឺម៉ង់ឲ្យតម្លៃខ្ពស់ទៅលើវិន័យនិងពេលវេលាការមកយឺតតែ1នាទីឬក៏ការធ្វើការដោយមិនគោរពស្តង់ដារអាចធ្វើឲ្យបងប្អូនបាត់បង់ការងារភ្លាមៗនៅទីនោះមិនមែនជាកន្លែងសម្រាប់អ្នកដែលចូលចិត្តធ្វើការតាមអារម្មណ៍ឬក៏ខ្វះវិន័យនោះទេការចំណាយនិងបិសាចពន្ធដាររឿងមួយទៀតដែលរំខានចិត្តពលករបរទេសខ្លាំងបំផុតគឺប្រព័ន្ធពន្ធដារនៅអាល្លឺម៉ង់បើមនុស្សម្នាក់នៅលាវហើយរកបាន$4,000នោះពួកគេអាចសល់លុយក្នុងដៃសុទ្ធត្រឹមតែ$2,500ប៉ុណ្ណោះក្រោយដកពន្ធនិងធានារ៉ាប់រងសង្គមក្រៅពីនេះការចំណាយទៅលើការរស់នៅដូចជាថ្លៃកម្ដៅផ្ទះក្នុងរដូវរងានិងថ្លៃសេវាផ្សេងៗអាចធ្វើឲ្យលុយដែលយើងខំរកបានត្រូវហូរចេញដូចទឹកប្រសិនបើយើងមិនចេះគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អការទិញផ្ទះនិងក្តីសម័យដែលមនុស្សពាក់កណ្ដាលប្រទេសបោះបង់ចោលឥឡូវយើងមកមើលរឿងអចលនទ្រព្យវិញបើប្រាក់ខែខ្ពស់ម្លឹងតើពួកគេអាចទិញផ្ទះបានដោយងាយស្រួលដែរឬទេចម្លើយគឺបងប្អូននឹងភ្ញាក់ផ្អើលនៅអាល្លឺម៉ង់មនុស្សជិត 50% មិនទិញផ្ទះទេគឺពួកគេជួលផ្ទះរស់នៅពេញមួយជីវិតតើហេតុអ្វីទី1តម្លៃផ្ទះក៏ពពកផ្ទះនៅទីក្រុងធំៗដូចជា Berlin ឬក៏ Munich អាចមានតម្លៃចាប់ពី$50,000ឡើងទៅដែលទាមទារឲ្យយើងត្រូវតែមានលុយដុំជាច្រើនដើម្បីធ្វើការកក់ទី2គឺតាក់ទងជាមួយនឹងច្បាប់ការពារអ្នកជួលច្បាប់នៅទីនោះការពារអ្នកជួលផ្ទះខ្លាំងណាស់រហូតដល់អ្នកជួលភាគច្រើនមានអារម្មណ៍ថាសុវត្ថិភាពដូចជាពួកគេជាម្ចាស់ផ្ទះផងដែរទី3គឺការផ្លាស់ប្ដូរជនជាតិអាល្លឺម៉ង់ចូលចិត្តភាពបត់បែនតាមការងារពួកគេមិនចង់ជាប់បំណុលធនាគារ30ឆ្នាំដើម្បីតែទិញផ្ទះមួយនោះទេបើទិញផ្ទះពិបាកតែជនបរទេសឬក៏បងប្អូនជនជាតិខ្មែរគួរតែធ្វើយ៉ាងណាសម្រាប់បងប្អូនខ្មែរយើងអាល្លឺម៉ង់គឺជាកន្លែងដ៏ល្អបំផុតសម្រាប់រៀនយកជំនាញនិងសន្សំលុយប៉ុន្តែការវិនិយោគលើផ្ទះសម្បែងនៅទីនោះអាចមិនមែនជាជម្រើសល្អបំផុតសម្រាប់ពលករបរទេសឡើយយុទ្ធសាស្ត្រដែលឆ្លាតវៃគឺយកចំណេះដឹងនិងដើមទុនដែលរកបានពីអាល្លឺម៉ង់មកបង្កើតអាណាចក្រនៅស្រុកខ្មែរវិញព្រោះលុយ$100,000នៅទីនោះមិនអាចទិញផ្ទះបានប៉ុន្មានតែនៅកម្ពុជាវាអាចឲ្យបងប្អូនក្លាយជាម្ចាស់ដីឬក៏ផ្ទះដ៏សមរម្យមួយបានហើយក៏ប្រហែលជាអាចសល់លុយខ្លះសម្រាប់សាងជីវិតថ្មីតើបងប្អូនយល់យ៉ាងណាដែរចំពោះជីវិតនៅអាល្លឺម៉ង់តើសុខចិត្តជួលផ្ទះគេរស់នៅដើម្បីសេរីភាពឬចង់តស៊ូទិញផ្ទះឲ្យបានជារបស់ខ្លួនសូមខមមិនចែករំលែកមតិនៅខាងក្រោម Complete follow Estate High ដើម្បីស្វែងយល់ពីការរស់នៅក្រៅប្រទេសនិងព័ត៌មានអចលនទ្រព្យជុំវិញពិភពលោក